ដោយសារតែជីវភាពគ្រួសារមិនល្អទើបខ្ញុំមិនអាចបន្តទៅសាលាលះបង់សៀវភៅបញ្ចេញមកធ្វើការរកប្រាក់កម្រៃដើម្បីផ្គត់ផ្គង់គ្រួសារឃ្លាតមិនឃ្លាតគ្រួសារឃ្លាតសង្សារមកធ្វើការនៅភ្នំពេញក្នុងចិត្តទំនេញនឹកដល់អ្នកគ្រប់គ្នាសង្ឃឹមថាថ្ងៃមួយខ្ញុំនឹងបានប្រសើរនឹងវិលទៅជួបអ្នកវិញអោសង្សារអើយអូនជានិស្សិតឆ្នាំទី2បងធ្វើការសំណងមិនហ៊ានបងជួងចាប់ឈរវីមិនហានបងជួងចាប់ឈរវីអូនប្រៀបដូចជាផ្កាយនៅឆ្ងាយអើយសែនឆ្ងាយបងមិនហ៊ានស្រមៃថាបានអូនមកណែនឹកបងមិនហ៊ានស្រមៃថាបានអូនមកនៅចិត្តយេជីវិតនៅភ្នំពេញឆ្នាំ2000ខ្ញុំឈានជើងជន់ដីរាធានីធ្វើការផ្នែកសំណង់ដើម្បីដូរបាយស៊ីលំបាកយ៉ាងណាក៏ខំតស៊ូព្រោះមិនចង់ឲ្យជីវិតទៅមុខវាវក់វុយសង្ឃឹមថាថ្ងៃមួយមានលុយវិលទៅជួបនារីយេអោសង្សារអើយអូនជានិស្សិតឆ្នាំទី2បងធ្វើការសំណងមិនហ៊ានបងជួងចាប់ឈរវីមិនហានបងជួងចាប់ឈរវីអូនប្រៀបដូចជាផ្កាយនៅឆ្ងាយអើយសែនឆ្ងាយបងមិនហ៊ានស្រមៃថាបានអូនមកណែនឹកបងមិនហ៊ានស្រមៃថាបានអូនមកនៅចិត្តយេជីវិតបងលំបាកណាស់មិនចង់ឲ្យអូនមកវេទនាជំរឹងចុងក្រោយមានតែបងប្រើពាក្យលា